នាងខ្ញុំខចង់សូមគោរពជម្រាបសួរការិយាល័យរដ្ឋបាលតវេខ្មែរដែលមានទីតាំងនៅតំបន់ខ្ញុំយីតូគីមផូស៊ីកូរ៉េតុងកូរ៉េយ៉កសម្រាប់បងប្អូនត្រូវការរៀបចំឯកសារចុះសួរអាពាហ៍ពិពាហ៍អន្តរជាតិកូរ៉េនិងខ្មែរប្រជាតាសិវិលមួយជំហាននៅប្រទេសកម្ពុជាដោយសម័យខ្លួនមិនចាំបាច់បង្ហាញខ្លួនឬក៏បងប្អូនដែលកំពុងតែរស់នៅជាមួយនឹងស្វាមីមិនចុះសម្រុងមានអារម្មណ៍ថាមិនចង់រស់នៅជាមួយដោយរងសម្ពាធនៅផ្លូវចិត្តជាយូរឆ្នាំជាច្រើនឆ្នាំមកហើយបងប្អូនទាំងអស់គ្នាមិនចង់បន្តដៃគូជីវិតជាមួយគាត់ក៏ប៉ុន្តែមានជំរឿនគាត់មិនព្រមលែងលះជូនបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែករណីបែបនេះបងប្អូនទាំងអស់គ្នាអាចទិញសេវាកម្មមេធាវីដើម្បីរៀបចំឯកសារដាក់ពាក្យបណ្ដឹងលែងលះបានណាបងប្អូនរាល់គូស្វាមីដែលរស់នៅជាមួយគ្នាមិនចុះសម្រុងបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាមិនចង់តស៊ូមិនចង់ទ្រាំនឹងរស់នៅបែបជីវិតបែបហ្នឹងអញ្ចឹងបងប្អូនទាំងអស់គ្នាដើម្បីរស់រៀនរកផ្លូវចេញគឺបងប្អូនទាំងអស់គ្នាអាចមានសិទ្ធិទិញសេវាកម្មមេធាវីដើម្បីរៀបចំឯកសារដាក់ពាក្យបណ្ដឹងលែងលះបានណាបងប្អូនពីព្រោះថាច្បាប់នៅប្រទេសកូរ៉េប្រសិនបើបងប្អូនទាំងអស់គ្នារស់នៅមួយគ្នាមិនចុះសម្រុងហើយភាគីម្ខាងទៀតគឺគាត់មិនព្រមលែងលះឲ្យទេគឺបងប្អូនទាំងអស់គ្នាអាចមានសិទ្ធិរៀបចំឯកសារដាក់ពាក្យបណ្ដឹងលែងលះបានគ្រាន់តែថាច្បាប់បណ្ដឹងលែងលះគឺមានពីរករណីទី1គឺភាគីម្ខាងទៀតគឺគាត់មានកំហុសខុសឆ្គងដូចជាការប្រំពើហិង្សាឬក៏ជេរប្រមាថមកលើយើងចាឬក៏គាត់មានសហាយស្មន់ផ្សេងជាដើមទៀតប្រសិនបើបងប្អូនអរគ្នាមានភស្តុតាងចាជាក់លាក់ពិតប្រាកដច្បាស់លាស់គឺបងប្អូនទាំងអស់គ្នាអាចរៀបចំឯកសារដាក់ពាក្យដើម្បីទិញសេវាកម្មមេធាវីដាក់ពាក្យបណ្ដឹងលែងលះបានតែប្រសិនបើបងប្អូនទាំងអស់គ្នាមិនមានភស្តុតាងដូចនាងខ្ញុំរៀបរាប់ខាងលើនោះទេបងប្អូនទាំងអស់គ្នាដាក់ពាក្យបណ្ដឹងលែងលះដោយការរស់នៅមិនចុះសម្រុងភាគច្រើនខាងតុលាការគឺគាត់នឹងធ្វើការកាត់ក្តីទៅតាមជាក់ស្ដែងឯកសារភស្តុតាងជាក់លាក់ច្បាស់លាស់ទៅលើការងារដែលបងប្អូនទាំងអស់គ្នាកំពុងតែរៀបចំឯកសារដាក់ពាក្យបណ្ដឹងចាករណីមាន2មួយអាចលែងលះដាច់ឬក៏លែងលះមិនដាច់ទៅតាមស្ថានភាពដំណើរការរាល់ការលែងលះរៀបចំឯកសារនៅតុលាការគឺសុពលភាពពេលវេលាគឺយើងប្រើយូរបងប្អូនទាំងអស់គ្នាអត់លឿនទេណាដូច្នេះហើយសម្រាប់បងប្អូនដែលត្រូវការសេវាកម្មរៀបចំឯកសារទូទៅនៅប្រទេសកូរ៉េដំណោះស្រាយរាល់បញ្ហាផ្នែកច្បាប់បងប្អូនទាំងអស់គ្នាអាចទាក់ទងជាមួយនឹងសេវាកម្មអ្នកគ្រូខ្វល់ចង់បានសូមគោរពជម្រាបលានិងអរគុណអតិថិជនជាទីគោរពទាំងអស់គ្នា